បាទជំរាបសួរមិត្តភក្តិទាំងអស់គ្នានៅក្នុង Facebook ថ្ងៃនេះជួបជាមួយនៅខ្ញុំគឺជាមួយនឹងដំណោះស្រាយមួយនៅពេលដែលយើងភ្លេចនៅលេខសម្ងាត់ Facebook របស់យើងបាទនៅក្នុង Facebook របស់យើងទោះតែយើងបើសិនជាយើងភ្លេចនៅ password Facebook ទោះតែយើងមកចូលរកនៅកន្លែងណាក៏វាអត់មានដែរគឺតែយើងច្រឡំដៃលុបគឺមានន័យថា Facebook គឺត្រូវបាត់បង់ទាំងស្រុងហើយបាទឥឡូវនេះជា Facebook មួយឥឡូវខ្ញុំនឹងធ្វើការលុបចេញនេះសម្ភារឥឡូវខ្ញុំធ្វើការលុបចេញចាត់ទុកថាដូចជាខ្ញុំបានច្រឡំដៃលុប Facebook នឹងចុះបាទនេះបានលុបចេញហើយទោះតែយើងដាក់ password អីក៏វាមិនត្រូវដែរដោយសារតែយើងបានភ្លេចហ្នឹងហើយតែឥឡូវ Facebook មិញហ្នឹងគឺខ្ញុំបានភ្ជាប់ដោយលេខទូរស័ព្ទនេះបន្ទាប់មកបងប្អូនចូលមកកន្លែង Facebook យើងធម្មតាមកដែលបានចាក់ចេញហើយហ្នឹងយើងយកពាក្យខាងក្រោមគេនេះគឺ need help បន្ទាប់មកវាចេញជម្រើសឲ្យបែបនេះយើងយកពាក្យថា forget password នេះមកដល់កន្លែងនេះយើងត្រូវស្វែងរកនៅ account របស់យើងវិញគឺយើងត្រូវវាយបញ្ចូលនៅលេខទូរស័ព្ទឬក៏ជា email ដែលយើងបានភ្ជាប់ Facebook យើងនេះ Facebook មិញគឺខ្ញុំបានភ្ជាប់ដោយលេខទូរស័ព្ទ062349203នេះគឺខ្ញុំបានភ្ជាប់ដោយលេខទូរស័ព្ទតោះមកយើងចុចលើសញ្ញាប្រអប់ពណ៌ Q នឹងមក Find your account នេះជា Facebook រូបមិញដែលខ្ញុំបានធ្វើការលុបចេញណាតើយើងលុបចេញមិញក៏បានដែរតោះមកយើងចុចលើឈ្មោះរបស់យើងនោះនេះមកដល់កន្លែងនេះវាឲ្យយើងនេះបញ្ជាក់នៅមានន័យថាគឺយើងត្រូវបញ្ជាក់ពី SMS លេខកូដហ្នឹងទៅលេខទូរស័ព្ទដែលយើងបានភ្ជាប់ Facebook គឺសូមបញ្ជាក់ដែរថាយើងអាចទាមទារនៅ Facebook ដែលយើងភ្លេច password របស់យើងបានលុះត្រាតែយើងនៅមានលេខទូរស័ព្ទដែលយើងនៅប្រើឬក៏ជា email ដែលយើងនៅមានន័យថាពីច្រើនយើងភ្ជាប់លេខទូរស័ព្ទគឺអ្នកខ្លះភ្ជាប់ដោយលេខទូរស័ព្ទអ្នកខ្លះភ្ជាប់ដោយ email អីផ្សេងគឺឲ្យតែយើងនៅចាំនៅ email ឬក៏លេខ password ដែលយើងមានសំទោសគឺលេខទូរស័ព្ទដែលយើងនៅប្រើហ្នឹងគឺអាចទាមទារនៅ password យើងមកវិញហើយឥឡូវយើងចុចលើលេខទូរស័ព្ទយើងមកដល់កន្លែងហ្នឹងហើយយើងចុចខាងក្រោមគីនេះមកយើងចូល continue នឹងមកមានន័យថាវាមាន2 3ចឹងមានន័យថាបូ2ចឹងបូលេខយើងភ្ជាប់ដោយ email នេះគឺខាងក្រោមតែ Facebook នេះគឺខ្ញុំភ្ជាប់ដោយលេខទូរស័ព្ទយើងចុចលើជម្រើសខាងលើហ្នឹងទៅតោះចុច continue បន្ទាប់ពី continue ហើយបន្ទាប់មកវាឲ្យយើងនេះឆែកយក SMS account from Facebook មានន័យថាក្រុមហ៊ុន Facebook គឺបានផ្ញើលេខកូដទៅលេខទូរស័ព្ទហ្នឹងហើយនេះគឺវាបានផ្ញើមកហើយគឺយើងត្រូវវាយដាក់បញ្ចូលកន្លែងហ្នឹងឥឡូវយើងទៅឆែកលេខកូដដែលក្រុមហ៊ុន Facebook បានផ្ញើមកមិញនេះគឺ85 68 72នេះគឺ password នេះលេខកូដ Facebook យើងទៅមកយើងវាយចូលកន្លែងហ្នឹងមក85 68 72បន្ទាប់មកយើងចុច continue បន្ទាប់មកកន្លែងនេះ create a new password your password access account នៅកន្លែងនេះវាឲ្យយើងបំពេញនៅ password ថ្មីនេះយើងចង់បង្កើតនៅ password របស់យើងថ្មីយើងដាក់ទៅ password អី password ទៅដែលយើងចាំឥឡូវខ្ញុំសូមដាក់តោះមកចុច continue
វាកំពុងធ្វើការ log in ចូលហើយនេះគឺបានសម្រេច 100% ហើយគឺមិញ Facebook គឺខ្ញុំមិនបាន log ចូលកន្លែងជាធម្មតាហ្នឹងទេចុចមើលម្ដងទៀតនេះ Facebook យើងគឺបានមកទាំងស្រុងហើយនេះគឺជារូបមិញនេះមែនគឺសូមបញ្ជាក់ថាឲ្យតែយើងនៅមានលេខទូរស័ព្ទដែលយើងមានកុំឲ្យបាត់បង់ឬក៏ជា email ដែលយើងនៅចងចាំគឺយើងអាចទាញយក Facebook យើងមកវិញបានបាទសូមអរគុណច្រើនចំពោះការទស្សនានៅវីដេអូរបស់ខ្ញុំនិងកម្មមិត្តភ័ក្តិទាំងអស់គ្នានឹងអាចយល់និងអាចធ្វើការនៅបញ្ហាផ្លិចនៅ account Facebook គឺมันមានបញ្ហាអីទេចំពោះ Facebook ដែលផ្លិចលេខសម្ងាត់បាទសូមអរគុណសូមជួយ share និងចែករំលែកវីដេអូនេះដល់មិត្តភ័ក្តិមួយចំនួនដែលគាត់មិនបានដឹងផងបាទ